ខ្ញុំឆ្ងល់ខ្លាំងមែនទែនហ្មងណាភ្ញៀវណានៅពេលដែលយើងជាអ្នកប្រឹក្សាយើងនិយាយពាក្យពិតជូនគាត់ណាគាត់អត់ជឿយើងទេគាត់ចូលចិត្តណាស់អាពាក្យភូតភ័ព្វភាពកុហករបស់គេហ្នឹងហ្មងនៅពេលដល់ថ្ងៃកម្មវិធីទៅគេដាក់របស់អត់ល្អហើយអានឹងបានភ្ញាក់ខ្លួនព្រើតហ្មងអញរៀបចំអត់កើតផងហ្នឹងតែពេលដល់ថ្ងៃកម្មវិធីហើយធ្វើអីជាបងប្អូនទាំងអស់គ្នាមិនត្រូវទៅ follow up តាមអ្វីដែលគេរៀបចំនឹងឲ្យត្រូវអត់ព្រោះយើងដល់ពេលវេលាអីហ្នឹងហើយនៅពេលដែលស្ដាយខោយអត់មានបានអីមកវិញទេបងប្អូនព្រោះយើងមកជីវិតការតែម្ដងទេមិនមែនថាយើងរើសសេវាកម្មនឹងខុសហើយយើងខនសេវាកម្មនឹងចោលហើយយើងធ្វើសេវាកម្មថ្មីមកដាក់ភ្លាមកើតទេគឺអត់កើតទេបងប្អូនទៅដល់ហើយគឺត្រូវទៅតាមហ្នឹងហើយបងប្អូនអរដឹងហើយមកជីវិតយើងការតែម្ដងទេយើងមានណាការពី3ដងទេបងប្អូនហើយក៏មានថានឹងការកើតស្អីឡើងទៅការហ្មងទេគឺអត់ទេបងប្អូនអរគ្នាអញ្ចឹងប្រយ័ត្នប្រយែងឲ្យមែនទេបងប្អូនជ្រើសកញ្ចប់សេវាកម្មណាមួយថ្ងៃមង្គលការគឺឲ្យច្បាស់លាស់ជំរាបបងប្អូនទាំងអស់គ្នាហើយមង្គលតារានិយាយតែពាក្យពិតនិយាយដល់អ្វីឲ្យធ្វើកើតឲ្យឆ្មោះត្រង់ជាមួយនឹងភ្ញៀវតែម្ដងអត់ចិត្តកុហកភូតផរដូចគេបងប្អូនទាំងអស់គ្នានិយាយតតែចិត្តអត់ឲ្យយកខាងមង្គលតារាគឺគាត់ដឹងហើយថាមង្គលតារាបែបណានិយាយមកគឺធ្វើអញ្ចឹងខ្ញុំឃើញច្រើនគ្នាបងប្អូនកូនកន្លោះកូនខ្ញុំទៅប្រឹក្សាមួយមង្គលតារាហើយមង្គលតារាជំរាបពួកខ្ញុំគាត់ត្រង់ហ្មងគាត់អត់ជឿទេគាត់ទៅយកខាងគេផ្សេងដែលគេជំនាញខាងភូតភរកុហកបានតែនិយាយធ្វើអត់កើតតទៅពេលដល់ថ្ងៃកម្មវិធីអានឹងដឹងប្រឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងប្រាប់ចេះមែនតើបងប្អូនតទងជាមួយនឹងកញ្ចប់ក្នុងថ្ងៃមង្គលការទាំងអស់គ្នាបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាបើមិនចង់ខកបំណងឲ្យមង្គលការទេកុំភ្លេចណាជ្រើសរើសខាងមង្គលតារាបងប្អូន